Plot តែឃើញ Spider-Man ជាកូនកំព្រានិងមានជីវិតកំសត់ធ្វើអត់តែចក្រវាឡទាំង3នេះ Spider-Man ក៏មានគ្រួសារដូចជាគេឯងដែរទី1ចក្រវាឡ16 10គត់នៅក្នុងចក្រវាឡនេះឪពុករបស់ Spider-Man មានឈ្មោះថា Richard Parker ដែលគាត់មានតួនាទីគឺជាអ្នកវិទ្យាសាស្ត្រដែលមានខួរក្បាលអច្ឆរិយៈម្នាក់ដែលតាក់ទងជាមួយនឹងឈុតរបស់ Venom ចំណែកឯប្រពន្ធរបស់គាត់វិញមានឈ្មោះថា Mary Parker ហើយជាក់ស្ដែងនៅក្នុងចក្រវាឡនេះ Spider-Man មានអាយុត្រឹមតែ16ឆ្នាំប៉ុណ្ណោះដែលមានឈ្មោះថា Ultimate Spider-Man ទី2 Spider-Man នៅក្នុងចក្រវាឡ90204ដែលចក្រវាឡនេះកើតឡើងនៅក្នុងអំឡុងឆ្នាំ1993នៅឯទីក្រុង New York ដែល Mary Parker ជាមួយនឹង Richard Parker ជាឪពុកម្ដាយ Spider-Man គឺជាអ្នកតស៊ូនយោបាយម្នាក់ចំណែកទី3នៅក្នុងចក្រវាឡនេះ Spider-Man មានភាព happy ending ជាងគេដែលនៅក្នុងចក្រវាឡនេះ Spider-Man ក៏បានរៀបការជាមួយនឹង Mary Jane ហើយមានកូនស្រីម្នាក់ដែលមានឈ្មោះថា Mayday Parker នៅក្នុងចក្រវាឡនេះផងដែរបន្ទាប់ពីចំណាយពេលជា Spider-Man អស់ចិត្តហើយគាត់ក៏បន្តដំណើរនេះឲ្យកូនស្រីរបស់គាត់គឺ Mayday Parker ក្លាយទៅជា Spider-Girl មិនត្រឹមតែអត់ហាមកូនទេគាត់ថែមទាំងជាអ្នកគាំទ្ររបស់ Spider-Girl ដែលជាកូនគាត់ Mayday Parker នៅទៀតផងហើយទាំង3នេះឯងគឺជាចក្រវាឡដែល Spider-Man គាត់មានជីវិតល្អប្រសើរជាងគេដែលអត់បានទៅរស់នៅជាមួយនឹងអ្នកមីងមេឬក៏លោកពូ Ben របស់គេទេចឹងអ្នកនរគ្នាគិតថាចក្រវាឡទាំង3ខាងលើនេះចូលចិត្តចក្រវាឡមួយណាជាងគេកុំភ្លេច comment ទាំងអស់គ្នាហើយខ្ញុំសូមពឹងអ្នកនរគ្នាជួយចូលទៅ follow IG ខ្ញុំម្នាក់មួយផងអរគុណ Plot តែឃើញ Spider-Man ជាកូនកំព្រានិងមានជីវិតកំសត់ធ្វើអត់តែចក្រវាឡទាំង3នេះ Spider-Man ក៏មានគ្រួសារដូចជាគេឯងដែរទី1ចក្រវាឡ16 10គត់នៅក្នុងចក្រវាឡនេះឪពុករបស់ Spider-Man មានឈ្មោះថា Richard Parker ដែលគាត់មានតួនាទីគឺជាអ្នកវិទ្យាសាស្ត្រដែលមានខួរក្បាលអច្ឆរិយៈម្នាក់ដែលតាក់ទងជាមួយនឹងឈុតរបស់ Venom ចំណែកឯប្រពន្ធរបស់គាត់វិញមានឈ្មោះថា Mary Parker ហើយជាក់ស្ដែងនៅក្នុងចក្រវាឡនេះ Spider-Man មានអាយុត្រឹមតែ16ឆ្នាំប៉ុណ្ណោះដែលមានឈ្មោះថា Ultimate Spider-Man ទី2 Spider-Man នៅក្នុងចក្រវាឡ90204ដែលចក្រវាឡនេះកើតឡើងនៅក្នុងអំឡុងឆ្នាំ1993នៅឯទីក្រុង New York ដែល Mary Parker ជាមួយនឹង Richard Parker ជាឪពុកម្ដាយ Spider-Man គឺជាអ្នកតស៊ូនយោបាយម្នាក់ចំណែកទី3នៅក្នុងចក្រវាឡនេះ Spider-Man មានភាព happy ending ជាងគេដែលនៅក្នុងចក្រវាឡនេះ Spider-Man ក៏បានរៀបការជាមួយនឹង Mary Jane ហើយមានកូនស្រីម្នាក់ដែលមានឈ្មោះថា Mayday Parker នៅក្នុងចក្រវាឡនេះផងដែរបន្ទាប់ពីចំណាយពេលជា Spider-Man អស់ចិត្តហើយគាត់ក៏បន្តដំណើរនេះឲ្យកូនស្រីរបស់គាត់គឺ Mayday Parker ក្លាយទៅជា Spider-Girl មិនត្រឹមតែអត់ហាមកូនទេគាត់ថែមទាំងជាអ្នកគាំទ្ររបស់ Spider-Girl ដែលជាកូនគាត់ Mayday Parker នៅទៀតផងហើយទាំង3នេះឯងគឺជាចក្រវាឡដែល Spider-Man គាត់មានជីវិតល្អប្រសើរជាងគេដែលអត់បានទៅរស់នៅជាមួយនឹងអ្នកមីងមេឬក៏លោកពូ Ben របស់គេទេចឹងអ្នកនរគ្នាគិតថាចក្រវាឡទាំង3ខាងលើនេះចូលចិត្តចក្រវាឡមួយណាជាងគេកុំភ្លេច comment ទាំងអស់គ្នាហើយខ្ញុំសូមពឹងអ្នកនរគ្នាជួយចូលទៅ follow IG ខ្ញុំម្នាក់មួយផងអរគុណ